បាទសូមគោរពនឹងជម្រាបសួរទៅដល់ពុកម៉ែបងប្អូនដែលនិយមតាមដាន YouTube Twitter Facebook និងផ្សេងៗទាំងអស់ថ្ងៃនេះផងដែរខ្ញុំបាទនឹងមានវីដេអូថ្មីហើយប្លែកដើម្បីចែកជូនឲ្យបងប្អូនបានដឹងបានស្គាល់ហើយរបស់កម្រដែលយកទៅប្រើប្រាស់នោះឲ្យមានប្រសិទ្ធភាពក៏ដូចជារកស៊ីមានបានទៅជិតជុំក្នុងក្រុមគ្រួសារអានេះផងដែរខ្ញុំបាទនៅបងប្អូនមកមានវត្ថុស័ក្តិសិទ្ធិមួយដើម្បីបង្ហាញឲ្យបងប្អូនបានដឹងថាពូកែស័ក្តិសិទ្ធិប៉ុណ្ណាហើយយកទៅប្រើប្រាស់នោះបងប្អូននឹងបានដឹងបានយល់ទាំងអស់គ្នាបាទសូមអញ្ជើញទៅទស្សនាទាំងអស់គ្នាបងប្អូនអានេះខ្ញុំនាំបងប្អូនមកមើលណាមលូបងប្អូនខ្លះក៏ស្គាល់ហើយព្រោះចឹងអត់ស្គាល់ច្រើនណាមលូគឺមានអត្ថប្រយោជន៍ណាស់សម្រាប់បងប្អូនជាពលរដ្ឋនៅក្នុងប្រទេសទាំងមូលពិធីបុណ្យផ្សេងគឺត្រូវការប្រើមលូណាបងប្អូនណាត្រូវការប្រើមលូហើយអ្វីដែលប្លែកនោះគឺមលូនេះគឺមានអត្ថប្រយោជន៍សម្រាប់យើងណាសម្រាប់យើងហើយមួយទៀតនោះគឺមិនងាយកម្រនឹងមានណាបងប្អូនណានៅនេះខ្ញុំបង្ហាញខ្ញុំបងប្អូនពុកម៉ែបងប្អូនឲ្យស្គាល់បានដឹងដល់គ្នាហើយតកតងជាពីបញ្ញាក្អាយបងប្អូនណាបញ្ញាក្អាយមិនងាយមានទេបងប្អូនណាគឺមិនងាយមានតែម្ដងណានៅត្រង់មលូណាបងប្អូនណានេះបញ្ញាក្អាយបងប្អូននេះឃើញបងប្អូនឃើញទេនេះបញ្ញាក្អាយនៅត្រង់មលូតែម្ដងមិនងាយរកទេបងប្អូនណាគឺរុក្ខទេវតាហើយនៅថែរក្សាព្រៃភ្នំដូចជាផ្សេងហ្នឹងគឺគាត់មកនៅទីនេះបងប្អូនណាគាត់មកនៅទីនេះនេះបញ្ញាក្អាយដើមមលូបញ្ញាក្អាយដើមមលូបងប្អូនណាបងប្អូនខ្លះគាត់មិនដែលឃើញទេគឺមិនងាយជួបទេបងប្អូនណាមិនងាយជួបទេនេះបងខ្ញុំឲ្យបងប្អូនបានឃើញឲ្យច្បាស់ទាំងមុនបន្តិចបងប្អូនណានេះបងប្អូនណាខ្ញុំស៊ូមឲ្យច្បាស់បន្តិចដើម្បីឲ្យបងប្អូនបានឃើញកាន់តែច្បាស់នេះបងប្អូនណានេះបងប្អូនបញ្ញាក្អាយទងមលូណាមានអត្ថប្រយោជន៍មែនទែនសម្រាប់ជួយយើងណាជួយយើងបានក្តីសុខក្តីចម្រើនរកស៊ីទទួលទានមានបានជាជុំជាពិសេសឈ្នះអស់មានសត្រូវទាំងពួងបងប្អូនណាពួកអំពើអូមអាមអីផ្សេងហ្នឹងគឺធ្វើយើងអត់បានទេដោយសារយើងមានរុក្ខទេវតានេះតាមថែរក្សាយើងគឺមិនអាចទេមិនអាចធ្វើឲ្យយើងបានទេធ្វើឲ្យយើងយកទៅគឺទៅថែរក្សាណាថែរក្សានៅកន្លែងយើងទៅដើម្បីឲ្យបានសេចក្តីសុខសេចក្តីចម្រើនរកស៊ីទទួលទានមានបានជាពិសេសនោះគឺការពារខាងផ្លូវងឹតគឺទៅតងពីអំពើអូមអាមផ្សេងហ្នឹងគឺពូកែមែនតើបងប្អូនណាពូកែមែនតើបញ្ញាក្អាយវមលូណាបងប្អូនណាមិនងាយជួបទេបងប្អូន100 1000 10000គុំមិនទាន់មានមួយផងថ្ងៃនេះគឺមានឃើញបញ្ញាក្អាយណានៅមួយកន្លែងនៅក្នុងភូមិតែម្ដងណាមលូច្រើនដែរប៉ុន្តែមានតែបញ្ញាក្អាយមួយកន្លែងទេបងប្អូនណាមានតែមួយទេហើយក៏មិនទាន់ដែលធំដែលអាចយកបានដែរទុកនៅទីនេះណាបងប្អូនណានៅទីនេះហើយវីដេអូនេះខ្ញុំចែករំលែកឲ្យបងប្អូនបានស្គាល់បានដឹងទាំងអស់គ្នាបញ្ញាក្អាយវមលូណាបងប្អូនណាដើមមលូមានសារៈសំខាន់ហើយអត្ថប្រយោជន៍មែនទែនសម្រាប់បងប្អូនដែលមានជំនឿខាងរុក្ខទេវតាដែលថែរក្សាកូនចៅណាបានសេចក្តីសុខសេចក្តីចម្រើនរកស៊ីទទួលទានមានបានតិចជុំក្នុងក្រុមគ្រួសារហើយនេះខ្ញុំស៊ូមឲ្យបងប្អូនបានកាន់តែច្បាស់មើលកាន់តែគៀកតិចដើម្បីឲ្យបងប្អូនថាអូមិនពិតឬអីហ្នឹងគឺនេះជារឿងពិតណាបងប្អូនណាជារឿងពិតច្បាស់នឹងភ្នែកបងប្អូនណាច្បាស់ក្នុងភ្នែកនេះខ្ញុំស៊ូមឲ្យច្បាស់ឃើញច្បាស់តិចមិនងាយជួបទេបងប្អូនណាមិនងាយទេនេះវីដេអូខ្ញុំមានតែប៉ុណ្ណឹងដើម្បីចែកជូនពុកម៉ែបងប្អូនបានដឹងបានស្គាល់ទាំងអស់គ្នាហើយបងប្អូនសិនជាឃើញមានបញ្ញាក្អាយនៅវមលូបងប្អូនអាចសុំយកទៅទុកយកទៅប្រើប្រាស់ហើយបានសេចក្តីសុខសេចក្តីចម្រើនរកស៊ីទទួលទានមានបានជាជនក្នុងក្រុមគ្រួសារបងប្អូនណាវីដេអូនេះខ្ញុំមានតែប៉ុណ្ណឹងដើម្បីចែកជូនបងប្អូនហើយបងប្អូនជួយ like ជួយ share វីដេអូនេះផងដើម្បីឲ្យ
ខ្ញុំបាទនឹងមានវីដេអូផ្លាយៗដើម្បីចែកចម្លែកបងប្អូនបន្តទៀតបងប្អូនណាសូមអរគុណច្រើនសូមជម្រាបលាបងប្អូន